បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំកម្មវិធីមួយដែលយើងអាចកែរូបភាពដែលយើងទុកចោលយូរឆ្នាំចាស់យើងអាចធ្វើវាទៅជារូបភាពថ្មីស្អាតបែបនេះចឹងណាបងប្អូនឃើញទេដោយរូបភាពទាំងពីរនេះតែខ្ញុំបានបង្ហាញអញ្ចឹងនេះគឺជារូបភាពយូរឆ្នាំហើយខ្ញុំប្រើប្រាស់កម្មវិធីមួយហ្នឹងដើម្បីកែបងប្អូនមើលទៅគឺស្អាតតែម្ដងតោះកុំឲ្យខាត់ពេលយូរបងប្អូនទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាជាដំបូងបងប្អូនចូលទៅក្នុងកម្មវិធី Play Store មកណាបងប្អូនទាំងអស់គ្នាដើម្បី download កម្មវិធីមួយហ្នឹងបន្តមកទៀតបងប្អូនត្រូវចូលកន្លែង search នេះវាយពាក្យថា Remini បងប្អូនចុចពាក្យថា Remini មកនេះដោយសារខ្ញុំធ្លាប់ search អញ្ចឹងវា load មកខាងលើហ្នឹងហើយបងប្អូនណានេះនៅខាងលើហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់តែចុចលើវាពុកមកបាទនេះគឺជាកន្លែងដែលខ្ញុំបាន download វាហើយអញ្ចឹងចំពោះបងប្អូនដែលមិនទាន់បាន download វានឹង load ពាក្យថា install នៅកន្លែងនេះតែសម្រាប់ខ្ញុំមានពាក្យថា open អញ្ចឹងខ្ញុំចុចពាក្យថា open ពេលដល់ចំណុចនេះបងប្អូនគ្រាន់តែធ្វើតាមការណែនាំរបស់កម្មវិធីហ្នឹងទៅចុចបន្តទៅគឺបានហើយបងប្អូនណាវាមានភាពលំបាកអីទេអញ្ចឹងដោយសារតែអ៊ីនធឺណិតខ្ញុំវា slow អញ្ចឹងវាយឺតតិចបាទម្ដងនេះគឺវាលោតចូលឲ្យរូបភាពរបស់យើងតែម្ដងអញ្ចឹងបងប្អូនអាចជ្រើសរើសរូបភាពមួយណាដែលបងប្អូនចង់ផ្លាស់ប្ដូរមកឡើយចុចយករូបភាពមួយនេះបងប្អូនមកដល់ចំណុចនេះបងប្អូនឃើញនេះគឺរូបភាពចាស់ហើយបងប្អូនឃើញមានស្នាមព្រាលមានរូបភាពញ៉ៃច្រើនណាអញ្ចឹងបងប្អូនត្រូវចុចឡើងពាក្យថា enhance ចុចលើវាមកហ្នឹងហើយខាងលើបងប្អូនរងចាំតិចទៅគឺវាកំពុងតែអាប់ឡូតរូបភាពហ្នឹងហើយបងប្អូនឃើញស្រាប់ហើយនេះដល់ចំណុចនេះបងប្អូនឃើញហើយគឺវាដាក់ឲ្យយើងឃើញមួយចំហៀងអញ្ចឹងបងប្អូនអាចមើលបងប្អូនអាចអូសមើលទៅនេះកន្លែងអូសនេះបងប្អូនអូសមកចេះមកអូសមកស្ដាំមានន័យថារូបភាពចាស់បងប្អូនអូសទៅឆ្វេងគឺមានន័យថារូបភាពដែលយើងបានធ្វើហើយបងប្អូនឃើញទេអញ្ចឹងបងប្អូនពេញចិត្តហើយបងប្អូនគ្រាន់តែចុចនេះសញ្ញាព្រួយខាងលើនេះមកកន្លែង save ហ្នឹងមកបងប្អូនបាទតមកទៀតបងប្អូនចុចពាក្យថាដានខាងលើនេះមកឬក៏បងប្អូនចង់ដាក់កែរូបភាពមួយទៀតបងប្អូនមើលកន្លែងក្រោមនេះគេដាក់ថា enhance another ចឹងបងប្អូនចុចលើហ្នឹងទៅយករូបភាពផ្សេងទៀតដែលបងប្អូនចង់កែបន្តផ្ទាល់រហូតចឹងទៅណាបងប្អូនណាអត់អីទេបាទសូមអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំពីដើមដល់ចប់ជូនពរសំណាងល្អសុខភាពល្អសូមអរគុណ